នេះគឺជាសកម្មភាពខ្លីៗរបស់ខ្ញុំបាទផងដែរដែលបានទៅរកត្រីរកពស់កង្កែបបាទនៅតាមវាលហើយវីដេអូនេះផងដែរមិនមែនជាភាគ1ទេវាគ្រាន់ជាភាគ2ដែលតទៅភាគ1ហើយបងប្អូនអាចចូលទៅមើល link ខាងក្រោមនៅវីដេអូភាគ1ដែលខ្ញុំបានរកហើយនេះគឺជាការឆ្លោះសัตว์ឆ្លោះត្រីបាទពស់យកទាំងអស់បងប្អូនទៅតាមវាលបាទត្រីយើងប្រើដល់នុតនិងសាងហើយខ្ញុំទៅគ្នាតែ2នាក់ទេហើយនេះជាលទ្ធផលដែលខ្ញុំបានប្រមូលបានវាក៏មិនច្រើនហើយក៏វាមិនតិចដែរមួយមកគួសមអាចឲ្យយើងហូបដោះស្រាយជីវភាពប្រចាំថ្ងៃយើងបានបងប្អូនបាទហើយវាអត់សូវមានត្រីធំត្រីទេវាមានចម្រោះបាទត្រីផ្ទក់កូនត្រីផ្ទក់ខ្លះក៏រៀងធំខ្លះក៏រៀងតូចបងប្អូនហើយខ្ញុំយកមកដល់ផ្ទះខ្ញុំត្រូវយកទៅប្រោះទុកដើម្បីយើងធ្វើព្រឹកម្ហូបព្រឹកហើយក៏មិនភ្លេចជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចអ្នកទាំងអស់គ្នាផងដែរបាទវិលត្រឡប់មកវីដេអូខ្ញុំសារជាថ្មីដែលខ្ញុំខានធ្វើយូរហើយក្នុងការនិយាយស្ដីក៏មានការតាក់បន្តិចបន្តួចដោយសារថាយើងខាននិយាយយូរវាអត់ថ្នឹកដោយការយើងធ្លាប់ធ្វើញឹកញយទៅបងប្អូនហើយសូមអធិស្ឋានទុកផងហើយនេះគឺជាសកម្មភាពពេលព្រឹកដែលខ្ញុំបានធ្វើកង្កែបនឹងពស់បាទហើយត្រីខ្ញុំប្រោះទុកហូបផ្សេងហើយកង្កែបនឹងពស់នេះខ្ញុំឆាចូលគ្នាតែម្ដងបងប្អូនដូចជាបានឃើញវីដេអូ highlight នៅក្បាលវីដេអូខ្ញុំបន្តិចហ្នឹងខ្ញុំដាក់រូបធម្មជាតិបន្លែបកាជុំវិញផ្ទះបាទអមជាមួយភ្លេងតិចបាទពេលព្រឹកព្រលឹមគឺវាស្រស់ស្រាយហើយជុំវិញផ្ទះខ្ញុំគឺមានបន្លែបែបហ្នឹងបាទមិនថាបងប្អូននៅទីណាតាមខេត្តទីរួមខេត្តណាខេត្តណីគឺមានការស្រឡាញ់ធម្មជាតិជុំវិញផ្ទះបាទជាពិសេសនៅពេលដែលយើងចេះតុបតែងផ្ទះការដាំបន្លែបង្ការបន្តិចបន្តួចជុំវិញព្រំលបងអញ្ចឹងទៅយើងមើលទៅវាស្រស់ស្រាយព្រឹកឡើងបងប្អូនហើយយើងក៏សម្បូរគ្រឿងក្រៅសម្រាប់ធ្វើការស្លស្លុកឆាអីដែរហើយងាកត្រឡប់មកវីដេអូខ្ញុំវិញគឺពេលនេះខ្ញុំកំពុងតែធ្វើមុខម្ហូបមួយដែលឆាគ្រឿងដែលខ្ញុំខានហូបយូរហើយបងប្អូនបាទធ្លាប់ទៅចូលព្រៃខ្ញុំក៏ធ្លាប់ធ្វើហូបដែរគាត់ថានៅផ្ទះចេះគេនឹកឃើញខ្លួនឯងចង់ខ្លួនឯងអញ្ចឹងទៅក៏ដើរផ្សំគ្រឿងគល់ក្រែងដែងខ្ទឹមល្មៀតបាទហាន់ទៅក៏បុកហើយនឹងកាប់សាច់ពោះសាច់អីចូលគ្នាហើយសាច់ហ្នឹងគឺមានសាច់កង្កែបបាទពោះចូលគ្នាបាទពួកខ្ញុំខ្ជិលបែងចែកខ្ញុំដាក់ចូលគ្នាតែម្ដងពួកគេច្រាំឲ្យម៉ត់បន្តិចបងប្អូនហើយនឹងការបុកខ្ទឹមខ្ញុំលាយជាមួយនឹងល្មៀតបាទបុកឲ្យរៀងម៉ត់បន្តិចបាទបន្ទាប់ពីយើងបុកហើយគឺអត់មានអីច្រើនទេទីមួយគឺយើងបង្កើតភ្លើងមកដាក់ខ្ទះមកបងប្អូនងាយការងារតិចតួចបាទស្ត្រីមេផ្ទះបើនិយាយរួមបើយើងធ្វើម្ហូបនេះវាច្រើនថាស្រីធ្វើច្រើនតែបើប្រុសក៏អាចធ្វើបានបងប្អូនបាទឲ្យតែយើងឧស្សាហ៍ឲ្យយើងមានពេលទៅនេះឲ្យតែយើងចេះបាទហើយនិយាយពីថាឆាបដាធំក្លិនគ្រឿងគល់ក្រៃបាទដាក់គ្រឿងឆាឲ្យធំក្លិនឈ្ងុយហើយបានយើងដាក់សាច់បងប្អូនបាទនិយាយថាធ្វើបដាទឹកមាត់ខ្លួនឯងស្រក់បដាបងប្អូនព្រោះថាមនុស្សកាលណាដែលយើងចង់ធ្វើអ្វីមួយយើងចង់ហូបអ្វីមួយយើងធ្វើដោយខ្លួនឯងអីខ្លួនឯងអញ្ចឹងយើងទៅលើកទឹកចិត្តខ្លួនឯងបងប្អូនបាទហើយយើងក៏ដាក់ទឹកចូលបន្តិចមកយើងគ្របចោលដើម្បីឲ្យវាសាច់ពោះសាច់អីហ្នឹងវាផុយហើយយើងថែមគ្រឿងក្រៅបាទមានហើយខ្ញុំអត់ប្រើទឹកត្រីទេបងប្អូនប្រើតែស្ករបន្តិចប៊ីចេងបន្តិចម្ដប់ម្នាក់ទៅហើយឆាត្រឡប់ឲ្យវាចូលជាតិហើយខ្ញុំដាក់ងាស់វាឲ្យយូរហើយយើងក៏ភ្លេចផងដែរបាទគឺសណ្ដែកដីលីងអញ្ចឹងហ្នឹងបងប្អូនបាទទិញត1000 2000មកបុកបន្តិចមកហើយរៀងម៉ត់បន្តិចបាទកុំឲ្យម៉ត់ច្រើនពេកអញ្ចឹងទៅក៏យើងដាក់ចូលក្នុងខ្ទះទៅហើយយើងគ្រាន់តែចាក់ចូលហើយក៏ច្បល់វាឲ្យសព្វគ្រឿងបងប្អូនបាទហើយបងប្អូនឆ្ងល់មកខ្ញុំថតត្រឡប់ទៅលិនមើលពេញទឹកពេញដីហ្នឹងដោយសារតែក្មួយពេលខ្លះក៏ថតឲ្យយើងទៅក៏អត់ចេះថតហើយខ្ញុំសុំថែមទឹកមួយជ្រោយទៅទៀតបងប្អូនហើយយើងបន្ថយភ្លើងបន្តិចដើម្បីងាស់វាហើយសល់ពេលប្រហែលក៏ខ្ញុំឆ្លៀតទៅបេះត្រកួនបងប្អូនបាទគឺថាត្រកួននៅជុំវិញផ្ទះខ្ញុំហ្នឹងគឺដុះល្អណាស់ហើយធ្លាក់ភ្លៀងមួយមេថ្ងៃហ្នឹងបងប្អូនពីយប់ពីភ្លឺចឹងធ្វើឲ្យគេហៅថាស្លឹក
រុក្ខជាតិផ្សេងស្មៅបន្លែហ្នឹងវាដុះខៀវបំប្រងបងប្អូនហើយតកូននៅមុខផ្ទះស្រាប់បងប្អូនហើយខ្ញុំបេះអត់ច្រើនទេខ្ញុំបេះតាមមួយដៃទេបងប្អូនបាទគឺយើងដាក់ច្រើនពេកក៏អត់កើតដែរយើងដាក់តិចតិចហើយដើម្បីយករីករៀងស្អាតអញ្ចឹងណាបងប្អូនឲ្យវាទំនងហើយមិនភ្លេចស្រស់ឡើយជាមួយនឹងហើយជីគឺជីម្រះព្រៅខ្ញុំគឺដុះបាទស្រស់ប្រងខ្ចីល្អបងប្អូនបាទហើយខ្ញុំសូមបេះឲ្យច្រើនបន្តិចបងប្អូនដោយសារយើងដាក់លាយសាច់គ្នាអញ្ចឹងវាអាចមានធំក្លិនចូលគ្នាបន្តិចតិចតួចអញ្ចឹងទៅទោះបីគ្រឿងយើងដាក់លោតលំមិនក៏ដោយយើងត្រូវតែដាក់ជីម្រះព្រៅឲ្យច្រើនបន្តិចហើយមកដល់ភ្លាមគឺអត់មានខ្វល់ខ្វាយច្រើនបងប្អូនដាក់តកូនចូលតែម្ដងបាទកាត់តែម្ដងបាទគឺតកូនយើងប្រលេះយកអាលឹកចាស់ទុកខ្ចីមកហើយយើងជោគត្រឡប់វាដាក់ពីលើបន្តិចមកយើងក្រោបតែបន្តិចគឺហើយជាការស្រេចហើយបន្ទាប់មកគឺយើងដាក់ជីម្រះព្រៅយើងចូលក្នុងខ្ទះផ្លឹបទៅគឺក្លិនឈ្ងុយតែម្ដងបងប្អូនហើយជាការស្រេចហើយយើងដួសដាក់ចានមកឲ្យបងប្អូនមើលមើលតំណងអត់បងប្អូនបាទព្រោះសាច់វាមានតែកង្កែបទាំងពោះបាទចូលគ្នាទេហើយយើងដាក់ម្ទេសមួយផ្លែពីរទៅណាយើងរៀនលីកខ្លះបងប្អូនមើលទៅឲ្យវាតំណងហើយម្ហូបនេះបើសិនជាហូបបាយក៏បានហូបជាមួយបាយក៏បានបងប្អូនហើយជាពិសេសគឺមានអាជាក់ផាច់បងប្អូនបាទគឺរឹតតពិសេសទៀតបងប្អូននិយាយថាធ្វើឡើងបែកញើសហូរញើសបាទម៉ោងចង់9 10ហើយល្មមម៉ោងហូបបាយបងប្អូនឃើញគឺទំនងមែនទេបងប្អូនអើយមានតាំងពីថ្លើមមួយកែបមានតាំងពីពងវាបងប្អូនដាក់ចូលវិញទៅហើយយើងដាក់ចានចឹងមកឌីកចឹងមកមើលទៅតំណងបងប្អូនបាទហើយក្មួយខ្ញុំវាថាវាឃើញពូធ្វើឈ្ងុយក៏វាថាចង់ញ៉ាំដែរអញ្ចឹងក៏ខ្ញុំឲ្យក្មួយញ៉ាំទៅបាទហើយក្មួយមួយទៀតនោះអត់ហ៊ានចូលញ៉ាំទេបាទខ្លាចកាមេរ៉ាអញ្ចឹងក៏យើងញ៉ាំពីអ្នកពូក្មួយទៅហើយមើលទេសភាពជុំវិញផ្ទះមុខផ្ទះបាទពេលខែភ្លៀងអញ្ចឹងវាស្រស់បំប្រងមួយយ៉ាងដែរបងប្អូនបាទក៏សូមទោសទុកជាមុនផងដែរបើសិនជាឮសំឡេងរំខានពីខាងក្រៅដោយសារតែឥឡូវនេះនៅក្នុងបន្ទប់ហើយក៏ប៉ុន្តែវានៅតែឮសំឡេងរំខានទៀតបងប្អូនបាទម្ហូបងាយសាមញ្ញយើងអាចធ្វើហូបខ្លួនឯងបាទមិនថាមនុស្សប្រុសឬស្រីទេឲ្យយើងថាចង់ធ្វើគឺងាយបាទគ្រឿងក្រៅផ្សំបែបស្រុកស្រែតិចតួចមិនចាំបាច់ដល់គ្រឿងក្រៅលោតឆាត់ដោយហាងលំដាប់ផ្កាយ5បងប្អូនបាទហើយយើងធ្វើគ្រឿងក្រៅប៉ុណ្ណឹងក៏យើងឆ្ងាញ់សម្រាប់ខ្លួនយើងបាទទោះបីមិនឆ្ងាញ់ដល់លំដាប់ផ្កាយ5ក៏ដោយហើយខ្ញុំនាំគ្នាញ៉ាំមួយពីរនាក់ពូក្មួយទៅហើយវីដេអូហ្នឹងក៏សូមអរគុណច្រើនហើយដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនបានទស្សនាវីដេអូនេះហើយនឹងទទួលភាពរីករាយបន្ទាប់ពីការសម្រាកពីការងារបាទផ្សេងសង្ឃឹមថាបងប្អូននឹងគាំទ្រក៏ដូចជាជួយ follow page ខ្ញុំម្នាក់មួយផងដែរបាទហើយអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះនឹងជួបគ្នានៅវីដេអូក្រោយៗទៀត